គណៈបកសង្គ្រោះជាតិគឺជាគណៈបកដែលកើតពីប្រជាពលរដ្ឋខ្មែរជារបស់ប្រជាពលរដ្ឋខ្មែរនិងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋខ្មែរគណៈបកសង្គ្រោះជាតិមានគោលបំណងដើម្បីដោះស្រាយបញ្ហាធំៗរបស់ប្រទេសជាតិទី1ធានាការពារនូវអធិបតេយ្យភាពប្រឆាំងនឹងការឈ្លានពានរបស់បរទេសតាមគ្រប់រូបភាពទី2គឺយើងនឹងរៀបចំប្រទេសឲ្យទៅជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដប្រឆាំងដាច់ខាតចំពោះការកាន់អំណាចផ្ដាច់ការការរំលោភសិទ្ធិមនុស្សការគំរាមកំហែងបំផិតបំភ័យទី3គឺយើងនឹងស្ទួយជាភាពប្រជាពលរដ្ឋតាមរយៈការប្រឆាំងនឹងអំពើពុករលួយគោលនយោបាយសំខាន់នេះបកសង្គ្រោះជាតិនឹងឈានទៅរៀបចំប្រទេសនៅពេលខាងមុខនេះហើយយើងនឹងដឹកនាំប្រទេសនៅពេលឆាប់ខាងមុខនេះហើយបងប្អូនយើងកលែងមកមើលគណៈបកផ្នែកគូប្រកួតរបស់យើងពីដើមនៅក្នុងប្រទេសកម្ពុជាយើងនេះយើងឃើញមានគណៈបកនយោបាយច្រើនណាស់មែនបងប្អូនឥឡូវនេះទីបំផុតប្រជាពលរដ្ឋខ្មែរបានធ្វើការកាត់សេចក្តីយ៉ាងត្រឹមត្រូវគឺនៅសល់តែគណៈបក2ទេបោះឆ្នោតឆ្នាំ2013នេះគឺគណៈបកប្រជាជនកម្ពុជាមួយនិងគណៈបកសង្គ្រោះជាតិមួយគណៈបកដទៃទៀតប្រជាពលរដ្ឋថាសុំនៅម្ដងសិនបងប្អូនឯខាងសិនដល់បាទចឹងនៅសល់2នេះតើក្នុងចំណោម2នេះតើគណៈបក2នេះវាខុសគ្នាយ៉ាងម៉េចគណៈបកសង្គ្រោះជាតិយើងជំរាបជូនបងប្អូនមិនដែរជាគណៈបកដែលកើតពីប្រជាពលរដ្ឋខ្មែរជារបស់ប្រជាពលរដ្ឋខ្មែរនឹងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋខ្មែរដោយគណៈបកប្រជាជនកម្ពុជាជាគណៈបកដែលកើតពីណាបងប្អូនបាទនឹងកើតពីណាកើតពីយួនដែលជួយបង្កើតនៅឆ្នាំ1951បងប្អូនបាទយើងនឹងយើងបាត់ថាក្នុងសភៅប្រវត្តិរបស់គណៈបកប្រជាជនកម្ពុជាគេសរសេរខ្លួនគេទៅដល់គឺគេបំបីឲ្យពិសាខាបកកុម្មុយនីសអនុចិនបោះខ្មៅយួនហូជីមិញយួនហូជីមិញបង្កើតបកកុម្មុយនីសអនុចិនឆ្នាំ1930ហើយហូជីមិញបានឲ្យក៏ជាវិញមកជួយរៀបចំបង្កើតគណៈបកកុម្មុយនីសមួយនៅស្រុកខ្មែរគឺគណៈបកប្រជាជនកម្ពុជា